អាជ្ញាធរខេត្តសៀមរាបលើកឡើងថាការរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាតគឺដើម្បីធានាឲ្យការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាពសុវត្ថិភាពនិរន្តរភាពអាជ្ញាធរខេត្តសៀមរាបបានបង្ហាញថាការរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាតដែលមានចក្ខុវិស័យរយៈពេលវែងរហូតដល់ឆ្នាំ2050ពិតជាមានសារៈសំខាន់ដើម្បីធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាពសុវត្ថិភាពនិរន្តរភាពនិងអាចឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ខេត្តនាពេលអនាគតក្នុងកិច្ចប្រជុំលើកទី1នៃគណៈកម្មការសម្របសម្រួលរួមសម្រាប់គម្រោងរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាបនៅរដ្ឋកោទឹកស្វយ័តខេត្តសៀមរាបកាលពីថ្ងៃទី20ខែកក្កដាឆ្នាំ2026លោកងើសេងកាក់អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថាផែនការមេនេះត្រូវបានរៀបចំឡើងដោយផ្អែកលើទិន្នន័យជាក់ស្ដែងនិងស្របតាមទិសដៅអភិវឌ្ឍរបស់ខេត្តដែលគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយលើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឲ្យមានប្រសិទ្ធភាពការព្យាករណ៍តម្រូវការប្រើប្រាស់ទឹកការកំណត់ប្រភពទឹកប្រកបដោយចីរភាពនិងការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធានាបាននូវការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពលោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថាផែនការមេគួរយកចិត្តទុកដាក់លើការការពារប្រភពទឹកការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុការអភិរក្សប្រព័ន្ធអេកូឡូស៊ីជាពិសេសតំបន់បឹងទន្លេសាបនិងការកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានពីការប្រើប្រាស់ទឹកក្រោមដីដើម្បីរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ចការអភិរក្សបេតិកភណ្ឌនិងការពារបរិស្ថានក្នុងនាមរដ្ឋបាលខេត្តសៀមរាបលោកបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាបនិងសូមអរគុណចំពោះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនដែលហៅកាត់ចៃការរដ្ឋកោទឹកស្វយ័តសៀមរាបនិងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានរួមសហការយ៉ាងសកម្មក្នុងការជំរុញគម្រោងដ៏មានសារៈសំខាន់នេះ